ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងសិក្សាពីដំណើររបស់ BNB ដែលជា token របស់ Binance និងរបៀបដែលវាឡើងដល់$1000ក្នុងឆ្នាំ2025នេះមិនមែនជាការណែនាំវិនិយោគទេវាជាចំណេះដឹងអំពីប្រវត្តិ milestone និងតួនាទីរបស់ BNB ក្នុង ecosystem របស់ Binance 1. ពី ICO ទៅ1000 BNB ត្រូវបានបើកលក់ដំបូងក្នុងខែកក្កដាឆ្នាំ2017ជា utility token គោលបំណងដើមគឺប្រើសម្រាប់បញ្ចុះតម្លៃ V នៅលើ Binance ប្រើសម្រាប់ gas fee នៅលើ Binance Smart Chain តែបន្តិចមកវាបានក្លាយជាផ្នែកសំខាន់ក្នុង ecosystem ពិភពលោកនៅខែកញ្ញាឆ្នាំ2025 BNB ឡើងដល់$1000បន្ទាប់ពី3,000 ថ្ងៃក្រោយពី ICO ហើយបានឈានដល់ all time high $1080 2. ការលូតលាស់ប្រៀបធៀបចន្លោះពីខែមករា2024ដល់ខែកញ្ញា2025 BNB កើនតម្លៃជាង 243%មួយ BNB ក៏ទទួលបានរង្វាន់ជាង$200ពី Binance តាមរយៈ staking, launch pool និង airdrop ការវិលត្រឡប់ 3.18 របស់វាលើសពី BTC 155 ETH 79 Amazon 55 Tesla 71 Google 82 BNB ឥឡូវចូលរួមក្នុងក្លឹប1000គឺជាមួយ BTC ETH Amazon Tesla និង Google 3. អ្វីធ្វើឲ្យ BNB ខុស BNB មិនមែនគ្រាន់តែជាតម្លៃទេវាគឺ Rewards Engine មាន Launch Pool Airdrop និង Staking Utility Token ប្រើសម្រាប់បញ្ចុះតម្លៃនិងការទូទាត់ Community Driven Asset ដែលមានសិទ្ធិនិងគោលការណ៍ច្បាស់ការរួមបញ្ចូល Utility Community Rewards នេះដែលធ្វើឲ្យ BNB មានកម្លាំង 4. Milestone និងទស្សនៈការឡើងដល់1000មិនមែនជាបញ្ចប់ទេវាគ្រាន់តែបង្ហាញពីអ្វីកើតឡើងនៅពេលមាន utility និងការទទួលយកយូរអង្វែងដូចជា BTC និង ETH មុននេះ BNB បង្ហាញថា use case ពិតនិង ecosystem ខ្លាំងអាចផ្ដល់តម្លៃអស់កលឹបជានិច្ចសន្និដ្ឋានសរុបមក BNB ឡើងដល់1000ក្រោយពី3,000 ថ្ងៃចាប់តាំងពី ICOវាលើសពី BTC ETH និងស្តុកធំដូចជា Amazon Tesla Google BNB ផ្ដល់ rewards utility និងអត្ថប្រយោជន៍សហគមន៍1000មិនមែនជាចុងក្រោយទេតែជាភស្តុតាងនៃ growth យូរអង្វែង BNB គឺជាឧទាហរណ៍នៃរបៀបដែល token មួយអាចរីកចម្រើនពី utility token តូចមកក្លាយជាអាថ៌កំបាំងធំក្នុង ecosystem រួចបំពេញគោលដើម្បីយករង្វាន់MRE ដំបូងបងប្អូនចូលទៅកាន់ Play Store ឬក៏ App Store បន្ទាប់មកសរសេរពាក្យថា Binance ដូចដែលខ្ញុំបានសរសេរនេះបន្ទាប់មកចុច Download ចុច Allow តាមដែលដាក់ឲ្យនេះរួចចុចយកខាងក្រោមគេបន្ទាប់មកបំពេញលេខទូរស័ព្ទឬក៏ Email បើសិនជាចេញមកបែបនេះចុចតាមបែបនេះយើងដាក់លេខទូរស័ព្ទរួចយើងចុច Tick រួចចុច Next ពេលនោះសារវានឹងលោតទៅកាន់ទូរស័ព្ទរបស់បងប្អូនជាលេខ5មួយខ្ទង់បន្ទាប់មកយកលេខ5មួយខ្ទង់មកបំពេញរួចវានឹងឲ្យយើងបង្កើតលេខកូដត្រូវតែមានអក្សរធំអក្សរតូចលេខសញ្ញាដល់ចំណុចនេះសំខាន់បំផុតគឺយើងត្រូវចុច Yes រួចបំពេញកូដដើម្បីយករង្វាន់ MREL បន្ទាប់មកបងប្អូនដាក់អត្តសញ្ញាណប័ណ្ណឬបានបើកបកណ្ដាលគេឬក៏យើងប្រើជា passport បងប្អូនមានអីដាក់នឹងដើម្បីបង្កើតកន្លែងឲ្យផ្ទាល់ខ្លួនរបស់យើងអាចចុចខាងក្រោមដើម្បីដាក់ខាងលើកទាំងខាងមុខមានរូបថតខាងក្រោមទាំងអត់រូបថតបន្ទាប់មកយើង scan មុខតាមគេណែនាំមានងាកឆ្វេងស្ដាំព្រិចភ្នែកនិងចំហមាត់ជាដើមតាមរូបគេបង្ហាញ